បាទជំរាបសួរបាទនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្រៀនអំពីវិញ្ញាសាបាទតែរៀនពីចំណុចពីលេខ1ដល់លេខ5គេដាក់ថា Pokiwa Kachi Momo e Thuro Khal Almatin Kosil Khoruseo បាទអញ្ចឹងមុននឹងបកប្រែប្រយោគទាំងមូលនឹងចេញបាទយើងត្រូវស្គាល់ពាក្យមួយជាមុនសិនបាទ Poki នេះបកប្រែថាឧទាហរណ៍ Wakachi ជាមួយនឹង Wakachi ជាមួយនឹងបាទបន្តមកចុច A Thurokal ដាក់ចូល Almajin ដែលត្រឹមត្រូវ Kosil បកប្រែថាអ្វី Khoruseo បកប្រែថាសូមជ្រើសរើសសូមជ្រើសរើសអញ្ចឹងនៅក្នុងចំណុចនេះបកប្រែថាសូមជ្រើសរើសអ្វីដែលត្រឹមត្រូវដាក់ចូលនៅក្នុងចន្លោះដូចនឹងឧទាហរណ៍ដូចនឹងឧទាហរណ៍តើសូមមើលឧទាហរណ៍ខាងក្រោម Moriga Apumnida Mori ក្បាល Apumnida ឈឺអញ្ចឹងយើងបកប្រែថាឈឺក្បាល Kureso Momo e Kamnida ដូច្នេះហើយណា Kureso ដូច្នេះហើយ Kamnida មកពាក្យ Kada ទៅណាដែលបំបែកតម្រងផ្លូវការគឺទៅជា Kamnida ដូច្នេះហើយទៅចុចទៅណា Hakyo សាលារៀន Shijang ផ្សារ Yakub ឱសថស្ថាន Konghang ប្រលានយន្តហោះប្រលានយន្តហោះអញ្ចឹងដល់ពេលដែលយើងឈឺក្បាលហើយយើងទៅបាទ Yakub ឱសថស្ថានឬក៏ហាងលក់ថ្នាំបាទទី1 Cafe so Momo Ulr Marshall បាទ Cafe កាហ្វេ ESO នេះគឺជាវេយ្យាករណ៍ដែលបញ្ជាក់អំពីទីកន្លែងដែលមានសកម្មភាពបកប្រែនៅឯឬក៏នៅក្នុងបាទបន្តមក Ulr អត់បកទេ Marshall បកប្រែថាផឹក Marshall ផឹក Pub Pub បកប្រែថាបាយប៉ាំងនំប៉័ង Coffee កាហ្វេ Cake នំខេកអញ្ចឹងនៅចំណុចរបស់យើងគឺផឹកចុចនៅឯហាងកាហ្វេអូខេគឺផឹកកាហ្វេណាបាទចម្លើយគឺលេខ3ដែលត្រឹមត្រូវបាទសូមមើលចំណុចទី2ថាក្វាកាអលម៉ែថាក្វាផ្លែប៉ោមការនេះបកទៅជាវិញ្ញាណប្រធានអលម៉ែតាតម្លៃប៉ុន្មានបន្តមក to នេះ2អីគេចុច Chononnie គឺ1000វ៉ុនពីងដបគាន់ក្បាលនិយាយក្បាលសិភៅបាទគេរាប់ចំនួនផ្លែឈើ Mari ក្បាលដែរប៉ុន្តែរាប់ចំនួនក្បាលសត្វបាទ Mari អញ្ចឹង to អីគេបាទគឺ to គេបាទចម្លើយគឺលេខ3 to គេ Chononnie គឺចំនួន2ផ្លែគឺតម្លៃ1000វ៉ុនបាទសូមមើលចំណុចទី3 저는 비빔밥을 좋아해요. 그래서 모모에 자주 가요. 저는 ខ្ញុំ 비빔밥 មុខម្ហូប bibimbap 좋아해요 ចូលចិត្តអញ្ចឹងយើងបកប្រែខាងមុខនេះមុនខ្ញុំចូលចិត្ត bibimbap ខាន់បន្តមក 그래서 모모에 자주 가요. 그래서 ដូច្នេះហើយឆាជូបកប្រែថាញឹកញាប់ខាយោបកប្រែថាទៅដូច្នេះហើយទៅណាញឹកញាប់បាទសូមមើលខាងក្រោមឈុងគុកឈីបភោជនីយដ្ឋានចិនហាន់ស៊ីកឈីបភោជនីយដ្ឋានកូរ៉េអ៊ីលស៊ីកឈីបភោជនីយដ្ឋានជប៉ុនអ៊ីតាលីយ៉ាស៊ីកតាំងភោជនីយដ្ឋានអ៊ីតាលី bibimbap គឺជាមុខម្ហូបរបស់អីគេបាទរបស់ចិនជប៉ុនកូរ៉េឬក៏អ៊ីតាលីគឺជាមុខម្ហូបរបស់ Hansik បាទមុខម្ហូបរបស់កូរ៉េសូមមើលចំណុចទី4 Sijang에서 사과를 뭐뭐
ស៊ីចាំងផ្សារនេះយើងមានមកធ្វើជួបផងឡាខេតផ្សារដែរផ្សារទំនើបតែស៊ីចាំងនេះបែបផ្សារធម្មតាបាទផ្សារបែបតាមស្រុកអញ្ចឹងណាបាទផ្សារបែបលក្ខណៈមិនសូវជាទំនើបទេបាទផ្សារធម្មតាណាយើងនិយាយស្រួលយល់បាទគឺផ្សារនៅតាមស្រុកតំបន់ភូមិសង្កាត់បាទអេសនៅឯសាកว่าផ្លែប៉ោមហើយចុចបាទអញ្ចឹងចុចផ្លែប៉ោមនៅផ្សារអីគេផ្លែប៉ោមនៅផ្សារខាយោទៅផាយោមើលសាយោទិញហេវធ្វើបាទចម្លើយគឺលេខ3គឺទិញផ្លែប៉ោមនៅផ្សារបាទអញ្ចឹងយើងបកប្រែពាក្យទិញហើយបានបកប្រែពាក្យផ្លែប៉ោមបន្តមកបកប្រែពាក្យថានៅផ្សារនេះក្រោមបាទបកច្រើនតើសូមមើលខាងក្រោមទី5 오늘은 일이 많아요. 그래서 아주 뭐뭐. 오늘은 នៅថ្ងៃនេះ 일이 ការងារ 많아요 បកប្រែថាច្រើន 많아요 ច្រើននៅថ្ងៃនេះគឺការងារច្រើន 그래서 아주 뭐뭐. 그래서 ដូច្នេះហើយ 아주 នេះបកប្រែថាណាស់ 아주 ណាស់អីគេណាស់ 고파요 ឃ្លាន 고파요 ឃ្លាន 바빠요 រវល់ 바빠요 រវល់តមកទៀតគឺ 아파요 ឈឺ 예뻐요 ស្អាតបាទគេប្រាប់ឲ្យថាថ្ងៃនេះគឺការងារច្រើនដូច្នេះហើយចុចណាស់ខ្លាំងណាស់អីគេខ្លាំងណាស់គឺរវល់ខ្លាំងណាស់ណា Papayo អាជូ Papayo គឺរវល់ខ្លាំងណាស់ចម្លើយគឺលេខ2ដែលត្រឹមត្រូវបាទតើសូមមើលខាងក្រោមទី6ដល់ទី7គេដាក់ថា 포기와 같이 그림을 보고 질문에 답하세요. 포기 បកប្រែថាឧទាហរណ៍ và 같이 ជាមួយនឹង 그림 រូបភាព pogo មកពាក្យ poda មើលទម្រង់គោនេះបកប្រែថានឹងមើលរូបភាពនឹង 질문에 សំណួរ 답하세요 សូមឆ្លើយសូមមើលរូបភាពហើយសូមឆ្លើយនៅសំណួរដូចនឹងឧទាហរណ៍នេះមកនេះសូមមើលរូបភាពហើយសូមឆ្លើយនៅសំណួរដូចនឹងឧទាហរណ៍ Hoki ឧទាហរណ៍ Ige 뭐예요 តើរបស់នេះគឺជាអ្វីរូបនេះគឺជារូបមួកបាទពីលេខ1ដល់លេខ4តើមួយណាជាបកប្រែថាមួកបាទនឹងបើសិនជាបកថាមួកនឹងគឺជាចម្លើយខអ៊ូលកញ្ចក់ម៉ូចាមួកផាជីខោឈីហ្គេនាឡិកាចម្លើយដែលត្រឹមត្រូវគឺលេខ2បាទនឹងគ្រាន់តែជាឧទាហរណ៍ទេបាទនេះគឺឧទាហរណ៍ហើយគេក៏រើសចម្លើយឲ្យយើងស្រាប់ដែរបាទអញ្ចឹងគេឲ្យយើងធ្វើតាមចំណុចម៉ូចាមួជាគំរូណាបាទទី1 여기는 어디예요 ទីនេះតើជាកន្លែងណារូបភាពសូមមើលកន្លែងណាគឺជាផ្ទះបាយមានទូទឹកកកមានកន្លែងដាំបាយណាបាទភូអុកផ្ទះបាយបាទចម្លើយគឺលេខ1ណាបាទយកស៊ីលបន្ទប់ទឹក화장실បន្ទប់ទឹកឈូឆាចាំងចំណតឡានចម្លើយគឺលេខ1ដែលត្រឹមត្រូវភូអុកតោះសូមមើលខាងក្រោមមញ៉ត់ស៊ីយេអូតើម៉ោងប៉ុន្មាននៅក្នុងរូបភាពគឺម៉ោង 6:25 នាទីអញ្ចឹងដែលដាក់ថាសសេ50 ពុនថាសត5ស៊ីនេះម៉ោងអញ្ចឹងថាសសេម៉ោង5មិនមែន5ម៉ោងទេណាបាទបើថាសសេកាន់អាហ្នឹង5ម៉ោងបាទ52 ពុន52នាទីបាទពុននេះបកប្រែថានាទីណាបាទអូនេះ5 10 10អញ្ចឹងអូ10នេះ50បាទ e នេះ2បាទ525시 25분ម៉ោង5
ហើយ25នាទីបាទ24យកសសេ24ម៉ោង6:25នាទីបាទអញ្ចឹងចំណុចដែលត្រឹមត្រូវគឺលេខ3ម៉ោង6:25នាទីយកសសេ54ម៉ោង6:52នាទីបាទចម្លើយត្រឹមត្រូវគឺលេខ3ណាបាទយកសស៊ីម៉ោង6លេខ4យកសស៊ីម៉ោង6អញ្ចឹងបើយើងអានទៅគឺឃើញថាចំនួនលេខម៉ោងដំបូងគេបើយើងឃើញថាវាដូចទៅនឹងចំណុចរបស់យើងចាំយើងទីទាត់មកលឿនដូចយើងអានថាសស៊ីម៉ោង5បាទនេះក៏ថាសស៊ីម៉ោង5អញ្ចឹងយើងមិនបាច់ទៅរកវិញឆ្ងាយទេព្រោះរូបភាពយើងម៉ោង6ហ្នឹងបាទអញ្ចឹងយើងមើលតែចំណុចយកសស៊ីនេះមកវាមានលេខ3និងលេខ4ណាដែលមានយកសស៊ីម៉ោង6ប៉ុន្តែពីរនេះដូចគ្នាប៉ុន្តែចំណុចនាទីគឺខុសគ្នាណាបាទអញ្ចឹងយើងមើលនាទីមួយដែលត្រឹមត្រូវតាមរូបភាពយើងមកបាទបាទហើយកម្រងវិញ្ញាសារបស់យើងគឺវីដេអូរបស់យើងគឺបញ្ចប់ត្រឹមនេះឯងចាំខ្ញុំនឹងចេញវីដេអូក្រោយៗទៀតទាក់ទងនឹងការបង្រៀននៅថ្នាក់វិញ្ញាសាបាទហើយនឹងថ្នាក់វិទ្យាករបាទបន្តពីវិទ្យាករថ្ងៃមុនបាទហើយនេះក៏ដោយសារតែចង់ដាក់វិញ្ញាសាខ្លះឲ្យសិស្សបានស្គាល់ពីពាក្យក៏ដូចជាទម្រង់បែបបទនៃវិញ្ញាសាបាទហើយប្រសិនបើសិស្សចង់សិក្សាផ្ទាល់ជាមួយខ្ញុំក៏មានបង្រៀនដែរតាមថ្នាក់អនឡាញផ្ទាល់បាទតាមកម្មវិធី Google Meet តាមរយៈការ call ដូចទៅនឹងកម្មវិធី Zoom ដែរបាទហើយការរៀនហ្នឹងគឺមានភាពងាយស្រួលដូចយើងរៀននៅសាលាអញ្ចឹងនៅពេលដែលរៀនចប់គឺយើងមានជាវីដេអូដាក់ឲ្យនិងកិច្ចការផ្ទះដាក់សម្រាប់ធ្វើបាទទាក់ទងការរៀនសិស្សអានបកប្រែខុសគឺមានគ្រូជួយប្រាប់ជួយពន្យល់ភ្លាមៗបាទហើយប្រសិនបើមានសំណួរមានចម្ងល់ទាក់ទងនឹងចំណុចណាអាច comment សួរនៅខាងក្រោមនៃវីដេអូនេះបានបាទអរគុណបាទជម្រាបលា